ឃើញបុកល្ហុងគេទំនងពេកក៏ចង់ទៅទិញបុកល្ហុងយកមកហូបប្រិយមិត្តពុកម៉ែបងប្អូនហើយនេះគឺជាម៉ូតូតាមផ្លូវទៅបរសៃអនុនេះគឺនៅជ្រោយស្ដៅទេប្រិយមិត្តពុកម៉ែបងប្អូនហើយគាត់ហ្នឹងគឺលក់នៅជ្រោយស្ដៅហ្នឹងឯងគាត់ពីដើមឡើយគឺគាត់ធ្វើការឲ្យគេនៅថៃប្រិយមិត្តពុកម៉ែបងប្អូនគាត់ធ្លាប់ទៅថៃទៅអញ្ចឹងទៅហើយដល់ពេលគាត់មកខ្មែរវិញគាត់ប្រកបមុខរបរធ្វើជាអ្នកលក់បុកល្ហុងអីចឹងទៅប្រិយមិត្តពុកម៉ែបងប្អូនដោយសារគាត់មានចំណេះជំនាញស្រាប់ណា ហើយបុកល្ហុងរបស់គាត់ហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនមានរសជាតិឆ្ងាញ់ប្លែកដែរហើយយើងអាចកម្ម៉ង់ដាក់ក្តាមដាក់អីដាក់ប៉ាតេដាក់អីចឹងណាប្រិយមិត្តបងប្អូនចឹងទៅគាត់បុកឲ្យនៅប្រិយមិត្តបងប្អូនយើងទិញគាត់5000ហើយលក់ដាច់មែនទែនមានអ្នកមកឈរចាំយ៉ាងព្រោងព្រាតតែម្ដងហើយខ្ញុំមកហ្នឹងគឺបានថតគាត់បុកផ្ទាល់តែម្ដងមានក្តាមមានប៉េងប៉ោះមានល្ហុងមានអីដែលគាត់លាយគ្រឿងសព្វគ្រប់ហើយគឺបុកបញ្ចូលគ្នាចឹងណាប្រិយមិត្តស្ដាយគួរហ្នឹង មើលទៅគឺទំនងឆ្ងាញ់មែនទែនអញ្ចឹងបុកល្ហុងហ្នឹងគឺគាត់បានបុកឲ្យយើងហើយអញ្ចឹងគឺគាត់ចាប់ផ្ដើមច្រកហើយប្រិមត្តបងប្អូនច្រកថងច្រកអីហើយអញ្ចឹងទៅគឺច្រើនគួរសមដែរ5000ប៉ុន្តែចង់មកថងបឹបតែម្ដងប្រិមត្តបងប្អូនឃើញអត់5000ទេប៉ុន្តែច្រើនខ្លាំងមែនទែនអញ្ចឹងគាត់បានចងបានអីហើយយើងក៏ចាប់ផ្ដើមទៅផ្ទះវិញប្រិមត្តបងប្អូនជិះម៉ូតូទៅផ្ទះវិញតែមុននឹងទៅហ្នឹងក៏ឆ្លៀតទិញមឹកអាំងដោយសារតែកន្លែងគាត់ហ្នឹងក៏មានលក់មឹកអាំងលក់អីចឹងដែរ នៅម្ចាស់ហៀងទៀតណាប្រិមិត្តម៉ែបងប្អូនអញ្ចឹងយើងក៏ទិញមឹកអាំងពី3ចង្កាក់អីយកទៅផ្ទះវិញអញ្ចឹងទៅប្រិមិត្តម៉ែបងប្អូនមឹកអាំងរបស់គាត់ហ្នឹងតំណងមួយយ៉ាងដែរតទៅពីយើងទិញហើយគាត់វេចខ្ចប់ទឹកជ្រលក់អីហើយយើងត្រឡប់ទៅផ្ទះវិញប្រិមិត្តម៉ែបងប្អូននេះគេហៅថាបក្សីអនុនៅខាងជ្រោយស្ដៅប្រិមិត្តអញ្ចឹងគឺយើងបានមកដល់ផ្ទះហើយប្រិមិត្តម៉ែបងប្អូនយើងចាក់បុកល្ហុងយើងចូលទៅក្នុងកូនថាសតូច និយាយទៅបុកល្ហុង5000ប្រិមិត្តម៉ែបងប្អូននៅពេលដែលយើងចាក់ចូលកូនថាសមកមានណាប្រិមិត្តច្រើនមែនទែនសង្ឃថាហូប2 3នាក់ហូបមិនចង់អស់ទេអ្នកប្រិមិត្តមាននំបញ្ចុកមានក្តាមមានមឹកមានអីចឹងទៅលក្ខណៈថាបុកល្ហុងបែបស្រុកស្រែអញ្ចឹងណាប្រិមិត្តម៉ែបងប្អូនអញ្ចឹងនៅស្រុកស្រែយើងមានអីទេប្រិមិត្តមានតែបុកល្ហុងក្តាមប្រៃអីហ្នឹងឯងហើយមានមឹកអាំងមានអីតិចតួចអីចឹងទៅបុកល្ហុងលាយមួយគេហៅថានំបញ្ចុកអីហ្នឹង គឺត្រូវគ្នាខ្លាំងមែនទែនហើយបើសិនយើងមានបន្លែប្រិមិត្តមានបន្លែមានស្លឹកកតួតមានក្តាតមានអីចឹងទៅយើងយកមកផ្ទាប់ជាមួយគ្នាទៀតគឺកាន់តែឆ្ងាញ់ថែមទៀតផងប្រិមិត្តសារតែយើងបុកល្ហុងខ្លួនឯងយើងជាដាក់បន្លែបានច្រើនណាស់ណាមានកញ្ឆែតមានស្លឹកកតួតមានក្តាតមានអីចឹងទៅទ្រាប់ហ្នឹងគឺថាឆ្ងាញ់មែនទែនអ្នកខ្លះគេហូបទាំងជាមួយនឹងទ្រាប់ទៀតប្រិមិត្តទ្រាប់ញងទ្រាប់អីហ្នឹងពេលដែលហូបទៅក៏ឆ្ងាញ់ចូលចិត្តគ្នាមួយយ៉ាងដែរ គ្រាន់តែបញ្ចូលសំឡេងហ្នឹងក៏មានអារម្មណ៍ថាចង់ឃ្លានចង់ហេវដែរអ្នកប្រិមិត្តបងប្អូនចង់ស្រក់ទឹកមាត់ដែរអ្នកនិយាយទៅក្តាមក៏ទំនងដែរប្រិមិត្តពុកម៉ែបងប្អូន